បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងកម្មវិធីទូទាយគូស្នេហ៍ថ្ងៃនេះខ្ញុំសូមលើកយកវិធីសាស្ត្រយកកូនប្រុសឬកូនស្រីការទូទាយអំពីវិធីសាស្ត្រយកកូនប្រុសឬកូនស្រីនោះគឺសម្រាប់គូស្នេហ៍រៀបការថ្មីថ្មោងក៏ត្រូវគូស្នេហ៍រៀបការយូរហើយតាមយកកូនស្រីឬកូនប្រុសក៏ត្រូវដូចនេះលទ្ធភាពអាចយកកូនស្រីឬកូនប្រុសបានមានវិធីសាស្ត្រដូចខាងក្រោមនេះគឺវិធីសាស្ត្រទី1ការផ្លាស់ប្ដូររបបអាហារមានបន្លែផ្លែឈើសាច់ត្រីជាតិជូរជាតិប្រៃលក្ខណៈ វិធីសាស្ត្រទី2រយៈពេលត្រូវអនុវត្តនៃការហូបចុក3ខែមុននឹងយកកូនស្រីឬកូនប្រុសវិធីសាស្ត្រទី3ខែត្រូវយកកូនប្រុសឬកូនស្រីវិធីសាស្ត្រទី4ទម្រង់នៃការរួមភេទនិងវិធីសាស្ត្រទី5ពេលវេលានៃការរួមភេទសូមអរគុណ